នេះជារឿងស្នេហាដែលធ្វើឲ្យមនុស្សរាប់ម៉ឺនស្រក់ទឹកភ្នែកពេលព្រឹកព្រលឹមស្រេចផ្ទៃមេឃពណ៌ខៀវមានគូស្នេហ៍ត្រចៀកកាមមួយគូកំពុងហោះត្រសក់តាមផ្លូវនៅទីក្រុងត្រាប់តែពេលត្រចៀកកាមនេះក៏ហោះចុះទាបមកលើដីតែជាអកុសលស្រាប់តែឡានមកបុកត្រចៀកកាមនេះឲ្យខ្ទីធ្លាក់មកលើដីភ្នែកសម្លឹងទៅត្រចៀកកាមឈ្មោះទាំងព្រើស្រវាក់ត្រចៀកកាមឈ្មោះហោះទៅចិត្តសង្សារសំណប់ចិត្តស្រែកហៅឈ្មោះអូនសម្លាញ់បណ្ដូរចិត្តខ្លួនបន្ទាប់មកវាក៏បានយកចំណីមកបញ្ចុកត្រចៀកកាមនេះទាំងចំពោះញ័រទៅត្រឹមព្រោះក្នុងចិត្តសង្ឃឹមថាចំណីនឹងអាចឲ្យអ្នកដែលខ្លួនស្រឡាញ់រស់ឡើងវិញតាមតែមានឡានមួយបើកឆ្លងកាត់ត្រចៀកកាមឈ្មោះក៏ហោះឡើងលើរួចក៏ចុះមកម្ដងទៀតនៅពេលដែលឡានបើកហួសទៅត្រាប់តែពេលនោះវាបានឃើញក្បាលសង្សារខ្លួនធ្លាក់ដល់ដីវាវង្វេងវង្វាន់អស់ហើយមិនដឹងធ្វើយ៉ាងណាក៏យកជើងនឹងខ្លាបទៅអង្រួនសង្សារឲ្យដឹងខ្លួនម្ដងពីរដង3 4ដងសង្សារនៅតែមិនដឹងខ្លួនឡានជាច្រើនកំពុងបើកទៅបើកមកមនុស្សជាច្រើនកំពុងសម្លឹងមើលគូស្នេហ៍ទាំងពីរទាំងទឹកភ្នែកស្រក់ចុះគួរឲ្យខ្លោចផ្សាតែត្រចៀកកម្មឈ្មោះមិនខ្វល់អ្វីទាំងអស់គិតតែពីអង្រួនសង្សារខ្លួនឲ្យងើបឡើងដើម្បីសាងស្នេហ៍ខ្លួនឲ្យដល់ត្រើយភ្លាមស្រាប់តែឡានមួយបើកមកបុកត្រចៀកកម្មឈ្មោះតែវាមិនទាន់ស្លាប់ប្រងើបទាំងត្រដោជីវិតទៅរកសង្សារដែលខ្លួនស្រឡាញ់បំផុតវាខំស្រែកទាំងសម្រែកឈឺចាប់ឈាមកំពុងហូរក្នុងបេះដូងអោព្រំលិខិតមិនក៏ដាច់ធម៌មេត្តាមកវានៅតែមិនជឿថាសង្សារខ្លួនយកវិធីនេះមកដើម្បីបំបែកគ្នាសង្សារសំណប់ទៅបាត់ហើយភ្លើងយមរាជឆាបឆក់យកជីវិតអូនទៅហើយបន្សល់តែបងដែលរស់លើលោកតែម្នាក់ឯងតើមានន័យអ្វីអូនដាច់ចិត្តម្ល៉េះងើបឡើងអូនបងឈឺចាប់ណាស់សំឡេងវារឹតតែខ្សោយទៅវានឹកស្រមៃការរស់នៅប្រឡែងគ្នាទាំងយប់ទាំងថ្ងៃមានសុខរួមសុខមានទុក្ខរួមទុក្ខរាល់ល្ងាចតែងហោះទៅផ្ទះជាមួយគ្នាគ្មានអ្វីដែលអាចជំនួសសង្សារគេបានទេជាពិសេសស្នេហារំជួយមេឃរបស់ពួកគេ